នេះគឺជា server គេស map SMP season 4 ដែលមកជាមួយនឹង spawn បែបខ្មែរស្អាតយ៉ាងប្រណិតខ្លាំងមែនតើបើនិយាយពី player នៅក្នុង server ហ្នឹងវិញភាគច្រើនគឺតបោអ្នកមានចិត្តធម៌ចិត្តល្អខ្លាំងមែនតើដោយសារតែ server គេសបើកផ្ដោតទៅលើការលេងសន្តិភាពលេង chill បង្កើតមិត្តភ័ក្តិក៏ដូចជាលេងវាផ្ទះជុំគ្នាអញ្ចឹងទៅហើយដែលកាន់តែពិសេសហ្នឹងគឺនៅក្នុង overworld ក៏មានបើក PVP ទេសម្រាប់លេង SMP មួយតើអ្នកគ្នាគឺបិទ red 100%បិទ PVP 100%តែម្ដងអញ្ចឹងគឺពិសេសខ្លាំងមែនតើក៏ដូចជាស័ក្តិសមជាមួយនឹងគ្នាយើងចិត្តលេងបាច់ chill កុំឲ្យថាលេងសុកគេ red ផ្ទះខំបៀឡើងតាមឲ្យគេ red ផ្ទះឬមួយក៏លេងសុកគេកាប់ងាប់អីហ្នឹងរឿងទាំងអស់ហ្នឹងគឺវាអាចកើតឡើងមាននៅក្នុង server កេស SMP ទេហើយនៅផងណាក៏ខ្ញុំធ្វើការមកចំណាយពេលលេងនៅក្នុង server កេស SMP season 4ហ្នឹងតែម្ដងតើខ្ញុំចង់ដឹងថាវាមានអីប្លែកខ្លះឬមួយក៏យើងលេងទៅវាមានជួបរឿងអ្វីខ្លះអញ្ចឹងណាចឹងបើសិនជាចង់ដឹងថាមានជួបរឿងអ្វីខ្លះតើអ្នកអាចតាមដានវីដេអូហ្នឹងដល់ចប់បានហើយហ្នឹងគ្រាន់តែជាអេពីសូតទី1ទេខ្ញុំមិនធ្វើអេពីសូតទី2ទី3ទេចឹងបើសិនជាចង់តាមដានអេពីសូតក្រោយៗតើខ្ញុំចុច Subscribe Channel ហ្នឹងខ្ញុំម្នាក់មួយផងចឹងបើសិនជាចង់លេងអី IP port ខ្ញុំដាក់ឲ្យនៅលើហ្នឹងចាំចូលមកជួបគ្នាក្នុង server ទាំងអស់គ្នាអូខេឥឡូវនៅផងណាគឺខ្ញុំធ្វើការចូលមកដល់ជាមួយនឹង lobby កេសឲ្យតើគ្នាហើយវីដេអូដែលខ្ញុំធ្វើឡើងមកហ្នឹងគឺខ្ញុំធ្វើបែបជាអេពីសូតហើយលេងបែបធ្វើភូមិមួយចឹងណាតើគ្នាចឹងបើសិនជាគ្នាយើងឃើញវីដេអូហ្នឹងហើយមានចំណារអារម្មណ៍ចង់ធ្វើអ្នកចិត្តខាងខ្ញុំអីហ្នឹងគឺអាចចូលមកក្នុង server ឃើញខ្ញុំក្នុង server TPA មកខ្ញុំនឹង accept ហើយ account ហ្នឹងគឺមានឈ្មោះថា Pinkapai តើគ្នាមិនមែន Pinkasi ណា account Pinkasi ផ្សេង Pinkapai នេះគឺផ្សេងនៅក្នុង game និយាយគ្នាហើយអញ្ចឹងកុំឲ្យខាត់ពេលវេលាកាន់តែយូរទេយើងចូលទៅលេងតែម្ដងទៅដល់តើគ្នាអាចរត់ទៅរក NPC ឬមួយក៏ចុចផ្កាយនៅលើដៃនេះគឺវាមាន SMP មានប្រាក់ទីក៏ដូចជាមាន Eco SMP ចឹងទៅតែខ្ញុំធ្វើការរត់ទៅចុច NPC ហ្មងទៅដោយសារតែឲ្យយើងឃើញតែសភាពខ្លះៗផងដែរនេះ NPC កណ្ដាលហ្នឹងគឺជា NPC SMP នៅពេលដែលយើងចុចមកហ្នឹងគឺចូលមកដល់ spawn ហើយតើគ្នានិយាយមែនអើយគឺស្អាតមែនតើនេះឥឡូវយើងដើរមើល spawn គេតិចទៅនៅខាងនេះហ្នឹងគឺជាតម្លៃ rank ក៏ដូចជា item នៅក្នុង kit អីចឹងណាតើគ្នាគេដាក់ preview kit អញ្ចឹងគឺយើងអាចចុចមើលបានថា item នៅក្នុង kit នៅពេលដែលយើងទិញ rank ហ្នឹងគឺវាមានអីខ្លះអញ្ចឹងណាហើយតើគ្នាឃើញអាមាត់ច្បាប់ហ្នឹងអាហ្នឹង totem resource page របស់ខ្ញុំតិចច្រឡំថាទៅចុចមើលខ្លួនឯងអត់ឃើញរូបអញ្ចឹងអីតិចច្រឡំអាហ្នឹងគឺ resource page គេអូខេនេះគឺជា item នៅក្នុង kit ថាមានអីខ្លះ enchant អីខ្លះអីហ្នឹងតើគ្នាចង់មើលអីគឺអាចមកចុចមើលបានហ្នឹងហើយមុននឹងចង់ទិញ rank ហើយបើសិនចង់ទិញអីគឺអាចឆាតមក Telegram ខ្ញុំបានដល់ពេលមកមើលនៅម្ខាងទៀតហ្នឹងនេះគឺជាច្បាប់នៅក្នុង server អញ្ចឹងតើគ្នាកុំរំលងដាច់ខាតនៅពេលដែលយើងចូលលេង server អីគួរតែមើលច្បាប់ server គេទៅកុំឲ្យមានបញ្ហាណាមួយអីទៅបំពេញច្បាប់ server គេអីចឹងចប់ដែរណេះមកដល់កន្លែង free kit យើងចុចលើ NPC free kit ហ្នឹងមកដើម្បីយក item ចាប់ផ្ដើមលេងនេះតើគ្នា starter kit គឺខ្ជូរ៉េសារហ្នឹងដាក់ជាមួយនឹង copper តើគ្នាអត់ដាក់ជាមួយនឹង gold ទេឲ្យវារៀងប្លែកចឹងណាហើយបន្តមកទៀតគឺយើងបាច់ទៅខ្វល់ទេអានោះ land spawn យើងធ្វើការ OTP តែម្ដងទៅវាមាន2 map នេះហើយខ្ញុំដូចជាចង់លេងជាមួយនឹង normal world ដល់គ្នាខ្ញុំធ្វើការចុច normal world តែ normal world ហ្នឹងគឺជា world របស់យើងធម្មតាបាទមួយទៀត modern world ហ្នឹងគឺវា map ស្អាតៗអីចឹងទៅអាយ៉ា OTP មកហ្នឹងគឺនៅក្នុងផ្ទះគេយកតែម្ដងចំយ៉ាទៅខាងណាទៅខាងណីផ្ទះគេនេះខ្ជូតដែរតាសំណាងឯងម្ចាស់ផ្ទះគេបើកទ្វារបើអត់បើកទ្វារចោលទេខ្ញុំចេញអត់រួចដោយនេះនៅគៀក spawn នេះហ្នឹងគឺមានគេវាផ្ទះច្រើនដែរហើយភាគច្រើននិយាយមែនតើគ្នាអ្នកលេងស្រួលគេសបៀលផ្ទះចេញមកគឺភីងយកហ្មងចាំមើលពេលណាខ្ញុំតនេខ្ញុំដើរ review best player ព្រោះ season ហ្នឹងអត់បាន review best ណាគេម្នាក់ឯងតើគ្នាខ្ញុំពងអាចាំរកមើល best ណាតំណងហ្នឹង review មួយពីរ post TikTok លេងណែហ្នឹងតែឥឡូវហ្នឹងគឺតន់នឹងមិនទេនេះចាំមើលតាមហ្នឹងសិនឥឡូវខ្ញុំធ្វើការដើរទៅរកកន្លែងវាផ្ទះតែម្ដងតើគ្នារកកន្លែងនៅព្រោះអីនៅម្ដុំហ្នឹងគឺមនុស្សច្រើនមែនតែខ្ញុំចង់ទៅនៅឆ្ងាយពីគេបន្តិចហើយខ្ញុំភ្លេចថាខ្ញុំមានជាមួយនឹង rank streamer ដែរតើគ្នាអញ្ចឹងចង់ធ្វើជា YouTuber streamer TikToker នៅក្នុង server កេសោអីគ្រាន់តែធ្វើវីដេអូឲ្យមិនសិនserver កេសោអីទៅគឺគេធ្វើការឆែកមើលមិនអញ្ចឹងតើគ្នាគ្រប់លក្ខខណ្ឌអីឆាតមកខ្ញុំមកព្រោះខ្ញុំមើលអត់ទេចឹងហើយបើគ្រប់លក្ខខណ្ឌនេះឆាតមកគឺយើងអាចនិយាយគ្នាបានអញ្ចឹងណាថាគ្រប់លក្ខខណ្ឌនេះដាក់ rank ឲ្យអញ្ចឹងទៅអូខេតើឥឡូវហ្នឹងគឺខ្ញុំធ្វើការដើររៀងយូរដែរនេះមកដល់ជាមួយនឹងឃើញ best មួយរៀងតំណងដែរនេះប៉ុន្តែតាមមើលទៅដូចជាមិនទាន់ហើយ 100%
ហើយណាមួយវីដេអូហ្នឹងគោលបំណងយើងមិនមែនមក review បែប player ទេគឺយើងរកកន្លែងធ្វើផ្ទះហើយខ្ញុំដើរយូរដែរហើយតើគ្នាអីដល់ពេលវាដើរអត់ផុតនៅកន្លែងតកកហ្នឹងខ្ញុំមានកំណត់ថាផ្ទះខ្ញុំមិនដែលបានធ្វើនៅកន្លែងភ្នំតកកឯនេះអញ្ចឹងសម្រាប់ថាដើរយូរពេកអត់ផុតតំបន់តកកហ្នឹងគឺយកតំបន់តកកហ្នឹងធ្វើផ្ទះយកហ្មងហ្នឹងហើយដើរមើលជុំវិញហ្នឹងទៅគឺឃើញថាស្រឡះអត់មានណាគេធ្វើទេនៅតំបន់តកអញ្ចឹងយើងនៅម្នាក់ឯងរៀងគ្រាន់តែខ្ញុំធ្វើការស្លាស់ខ្លែមយកតែម្ដងនេះស្លាស់ខ្លែមមួយហើយគឺខិតមកក្រោយបន្តិចមកហើយស្លាស់ខ្លែមទៀតទៅសម្រាប់ rank streamer គឺទទួលបាន50 lane តគ្នាច្រើនខ្លាំងមែនតើអញ្ចឹងបើសិនជាគ្នាយើងធ្វើជា media ធ្វើជា streamer នៅក្នុង server កសអីគឺមាន land ច្រើនខ្លាំងមែនតើអែមស្រាមហើយគ្នាយើងនៅពេលដែលខ្លាម land ហើយកុំភ្លេចអាសាសអា slash land set spawn ហ្នឹងប្រយ័ត្នតែបាត់ land អត់ដឹងខ្លួនណា set spawn អញ្ចឹងទៅគឺយើងងាយស្រួលនៅពេលដែលដើរទៅណាឆ្ងាយ slash land spawn មកដល់ផ្ទះយើងវិញអញ្ចឹងយើងស្រែកថានៅកន្លែងហ្នឹងហើយធ្វើការ clear ដីចោលទៅអាយ៉ាអីតន្សែនេះឡើងខ្ជូតមកខ្ជូតដូចអ្នកមើលអញ្ចឹងនេះតើឡើយយើងគឺចាប់ផ្ដើមការងាររបស់យើងតគ្នាហើយអានេះក៏ជាលើកទី1របស់ខ្ញុំដែរតគ្នាដោយសារតែលេង server ម្ដងគឺខ្ញុំកម្រធ្វើផ្ទះមកធ្វើអាលេង survival អញ្ចឹងគឺកម្រមែនតើទុកថាវីដេអូនេះគឺតគ្នាសំណាងភ្នែកឯងដែលបានឃើញខ្ញុំលេង survival នៅក្នុង server និយាយសំណាងធ្វើដូចខ្លួនឯងហ្នឹងស្អីគេអញ្ចឹងពីលេងឯតគ្នាតឥឡូវហ្នឹងគឺយើងធ្វើការ clear ដីដែរម្ដងទៅដោយសារតែខ្ញុំអត់ចេះប្រើ replay mode ទេតគ្នាអញ្ចឹងឯងគឺមានតែ free cam ហើយវាយតគ្នាអាចមើលទៅនៅដឹងជាវាយស្អីខ្លះទេបែកខ្ចីខ្ចាយពេញហ្នឹងតែធ្វើមិនទេយើងចង់បានវីដេអូរៀងតំណងគ្រាន់តែធំទៅនេះចេះតែវាយទៅបែកដីទៅខាងក្រោមមកលើហ្នឹងគឺមិនសូវបែកហ្មងទេហើយខ្ញុំក៏បានបន្តជីកដីហ្នឹងដើម្បី clear ចង់បានកន្លែងរៀបស្មៅតគ្នាធ្វើទាំងអត់ clear ដីមិនកើតអញ្ចឹងឯងបើចូលទៅឃើញដីហ្នឹងគឺយើងធ្វើការ clear វាឲ្យអស់ទៅចឹងបន្ទាប់ពីយើងធ្វើការ clear ដីហើយគឺខ្ញុំធ្វើការដើរទៅរកកាប់ដើមឈើតគ្នាដោយសារតែយើង clear ដីហើយគឺមានទៅរកដើមឈើដើម្បីមកធ្វើផ្ទះហ្នឹងឯងហើយដើរពីតំបន់តកហ្នឹងទម្រាំតែទៅដល់កន្លែងកាប់ដើមឈើហ្នឹងគឺវាឆ្ងាយគ្រាន់ដែរដោយសារតែអានេះវានៅកតាវាតកយកហ្មងតគ្នាកតាវាតកហ្នឹងគឺនៅឆ្ងាយពីគេមែនតើមិនសូវមានណាគេមកធ្វើនៅចិត្តហ្នឹងទេនេះឥឡូវហ្នឹងគឺយើងធ្វើការមកដល់នៅកន្លែងតំបន់ព្រៃឯងដើម្បីកាប់ឈើហៅមើលកន្លែងប្លង់ចុះហើយចុះទៅកាប់យកតែម្ដងតែនេះរៀងសំណាងដែរដោយសារតែខ្ញុំមាន fly អញ្ចឹងគឺវាមិនសូវអីទេតែបើថាដើរថ្មើរជើងវិញហ្នឹងមិនបាច់និយាយទេហើយតើគ្នានេះគឺពិសេសខ្លាំងមែនតើដើមឈើនៅក្នុងសវកេសរហ្នឹងគឺយើងកាប់មកវាអាលុំយកតែម្ដងបាច់ថានៅកាប់ច្រើនដងមិនតែបានទេយើងកាប់តែខាងក្រោមនេះមួយនោះគឺវាអាលុំមកគ្រាន់តែដើររើសទៅគឺរួចហើយដែលកាន់តែសំខាន់ហ្នឹងគឺវាដាំឲ្យអូតូទៀតតគ្នាអញ្ចឹងបាច់ភ័យថាបំផ្លាញប្រភពព្រៃឈើហើយហ្នឹងវាបាត់តិចអស់បាច់ភ័យទេដោយសារតែពេលយើងកាប់ហ្នឹងគឺវាដាំអូតូទៅគឺវាល្អខ្លាំងមែនតើហើយដាំឈើប៉ុណ្ណឹងខ្ញុំគិតថាខ្ញុំគ្រប់គ្រាន់សម្រាប់ការធ្វើផ្ទះរបស់ខ្ញុំហើយបេសកកម្មខ្ញុំបន្តទៀតហ្នឹងគឺខ្ញុំធ្វើការទៅ AAK ដើម្បីយក Super Boot តគ្នាអា Super Boot ហ្នឹងគឺវាល្អខ្លាំងមែនតើនៅពេលដែលយើងធ្លាក់ពីទីខ្ពស់អីគឺវាអត់អស់ឈាមទេងាយស្រួលពេលដែលយើងបៀផ្ទះអញ្ចឹងទៅពាក់តែវាមួយទៅអត់មានរឿងភ័យបារម្ភរឿងថាធ្លាក់បាក់កឬមួយក៏អស់ឈាមញ៉ៃៗទេអញ្ចឹងគឺខ្ញុំធ្វើការអង្គុយ AK ដើម្បីយក key ចាក់ crate យក Super Boot ហ្នឹងតែម្ដងអូខេបន្ទាប់ពី AAK រយៈពេលជាច្រើនម៉ោងហ្នឹងគឺយើងមើលនៅក្នុងខ្លួនគឺបានខីទៅដល់64តើគ្នាគឺច្រើនមែនតើអញ្ចឹងកុំឲ្យខានពេលវេលាកាន់តែយូរទេគឺយើងធ្វើការចាក់យកតែម្ដងតខីទី1ទៅហើយបានអីហ្នឹងបុបចុយបានបថៅហើយរើបថៅហ្នឹងគឺខ្ញុំឃើញតើគ្នាល្អច្រើនដែរថាចាក់ខី AAK ហ្នឹងគឺបានតែបថៅហ្នឹងអានេះមិនក្រេត AAK ដូចកន្លែងលក់បថៅអញ្ចឹងតែឥឡូវគឺខ្ញុំបានសេរីឯតើគ្នាចាក់ភាគរយវាបានបថៅមែនប៉ុន្តែភាគរយផ្សេងទៀតហ្នឹងក៏វាទទួលបានដែរនេះឃើញអត់ account នេះមាន permission ណាតិចថាខ្ញុំលេង permission មិនបានរបស់ផ្សេងក្រៅពីបថៅមែនទេតើគ្នាអាចមើលតាមនឹងបានរបស់វា random ដូចគ្នាទាំងអស់តែម្ដងតែគ្រាន់តែថាពួកបថៅឬមួយក៏ពួកដៅហ្នឹងគឺវាភាគរយហៀងច្រើនជាងគេតើគ្នាខ្ញុំដាក់ភាគរយវាស្មើគ្នាដែរប៉ុន្តែខ្ញុំអត់យល់ថាហេតុអីបានជាអាពួកហ្នឹងវាអាសាចេញច្រើនអញ្ចឹងណាតែឥឡូវហ្នឹងគឺយើងមានរបស់ពេញខ្លួនអញ្ចឹងខ្ញុំយករបស់ទៅទុកនៅក្នុង LAN សិន
cầm oi về chặt khi tới viên này nhảy nhảy gì chẳng na tạo nè này cứ dân anh đã là bỏ ba nó không nâng chỉ chọn đấy nó lại lên bởi dân nó chẳng đã là bỏ na đây dân thử cài nó đã cho nó không nâng ở tới này được đây đầm chơ bộ chơ rồi môi cổ thua na thử phở ấy đã cho không nâng ở tới tục tạc luôn hay nâng khí dân để chạy gió super bụng đòn tiền ok và tao bị dân tại lại vẫn cho tao không hợp nó không lên dân ở nâng ấy cứ thua ca là vạm xa tiền máu hay dân do hụt niên là ca đấy đầm bây tao lại ấy khi mà to tiền chẳng chả bị bê năng tới cứ đọt nè mơ tới nhưng thua ca chặt khi năng lọ hô to tại ban phải chơi do mong bà bà thầy thì là cạch do cho đọt nè tu sna mơ tới nhưng đã con đọc tạm đo tới về lươn chập bàn cho sao tại chả năng cứ viên du đây à nè tọt nè thì bọn phát kiên từ thua ban super bù thay nè phải dạไปchạy du đái đó nghe hay sự bài chơi nó mền tha tôi ta bị tét tôi bay dân do ta bẹ bán nè tọt nè ai ta bẹ tôi ta không kheo của ban này phụ pe khác kheo viên miên lại cuộc phu ha chẳng cứ lẹ tới ọt bạc co tê cứ viết ọt chiêm do mong chẳng bị xe lăng mà ta còn click mà khi do khi là mới chạy do super bù đó chẳng hay là nó cái dân từ tôi ban cho mình là super bù thay dân mình tranh từ thừa tè bàn hai ok chẳng như thừa cá là lên spawn màu và chạm sang tiếp tọt này còn click là lên set spawn hay là lên spawn cái dân từ lọc từ tè bên cả mọi viên miền bành hạ bắt tè hay chẳng từ ok nè cứ giống từ lọc mà đo lên nhóm bình hai chẳng càng nghe bắt bây giờ nó cứ chỉ ca biệt tè nắng miền này thì có phần tay nhóm ban từ cặp đàm chờ ban chờ này tại đây nhóm thời khoa nắng cứ khoa cho mùi nắng stone đó nè nhóm do mà thưa stone brick đó là mấy thưa từ bộ tiền trắng nhóm thưa ca chi cho từ crown do ta mà đóng chi từ trăng mà đặc hay là mấy từ chi stone do bia do khắp lịch stone do một đợt chỉ stone vinh chẳng á hay nhóm chi tới thoảng chẳng nhóm một mình khai lẹ vua ngọt ấy thế để sao tại nhóm miên cho mọi nâng super boot tôi lẹ cho tôi không theo cuối còn ngọt đấy hay thua ca chi cho tôi khó mặn tay tiền nâng cứ trong plong lỗ mình tới đọc này khơi cho mọi nâng iron này giá lại nhóm rồi thua tiền nâng mình tự on ấy nó khăn khổm nâng cứ miên cho mọi nâng iron là đà đó này dừng thua ca chi cho nó đôi chợ ban tòa má này mình chụp thèm khó bấy tại cầm to na khoa dân chi cho tôi khom tiết sân họ mơ cái lại na là về miền stone này chai bị tè dân những trời tịch đã tỏ hay còn thua nơi kia còn thua còn anh nơi kia lang về chẳng tập bị cho mà đo khom nắng thua cá man do stone nơi trời tịch sao tập thua chỉ khẹn phong hay là đặt đốt trao đậm bay tục với tàu vụ chẳng na tỏ nè hồi man tây tiên nắng có ban chụp cho mùi nắng chuông mà đòn chú nắng coi có phong là thời ca đấy chẳng thua cá đại do ta mà đòn tới ta tập nét đăng xẹp ấy thả cuộc chuông nắng ta khơi mùi hai cứច្រើនមែនតើគឺវាតគ្នាឡើងមកផ្ដុំសឹងថាកន្លែងខ្លះកាប់តាមកន្លែងហ្នឹងបានឡើងមកស្ទេកជួងអើយនិយាយបែបគឺច្រើនខ្លាំងមែនតើអញ្ចឹងយើងធ្វើការកាប់វាប្រហើយអស់មកបន្ទាប់ពីរួចរាល់ហើយខ្ញុំក៏បានឡើងមកលើវិញតគ្នាហើយមើលជាមួយនឹងប្លង់ថាគួរធ្វើផ្ទះពីកន្លែងណាទៅខាងណាអញ្ចឹងណាហើយនៅក្នុងនេះហ្នឹងក៏វាពេញដែរអញ្ចឹងខ្ញុំធ្វើការក្រាស់ឈើហ្នឹងដើម្បីយើងធ្វើជា crafting table ធ្វើជាមួយនឹងឡដុតថ្មទុកចោលឲ្យហើយអញ្ចឹងណាតគ្នាហើយទៅលេងយូរហើយទៅតែបានបង្កើត crafting table នេះចឹងយើងធ្វើការដាក់ជាមួយនឹង furnace ចំនួន2មកដើម្បីដាក់ dot cobblestone ហ្នឹងដើម្បីឲ្យវាកើតជា stone ហើយយើងយក stone ហ្នឹងទៅធ្វើជា stone brick និយាយទៅធ្វើតវោផ្ទះមាន stone brick ហ្នឹងឯងបងប្អូនគឺអែមឥឡូវយើងធ្វើការដាក់ dot ដែកសិនទៅដោយសារតែខ្ញុំត្រូវការប្រើដៃដែរបងប្អូនដើម្បីយកទៅធ្វើប៉ែលនោះជីកដីនៅកន្លែងនោះឲ្យវារាបស្មើបន្តទៀតដោយសារតែមុនហ្នឹងជីកបានខ្លះហើយនៅខ្លះអញ្ចឹងឥឡូវយើងបានមួយហ្នឹងធ្វើជាមួយនឹងប៉ែល iron ទៅជីកដីបន្តទៀតអូខេអញ្ចឹងអធិស្ឋានមែនតើដល់គ្នាបើសិនជាពេលខ្លះឮសលេងខ្ញុំនិយាយរៀងខ្លាំងឬមួយក៏សលេងពេលខ្លះរៀងខ្សោយដោយសារតែហ្នឹងគឺវាជាលើកទី1របស់ខ្ញុំដែរដល់គ្នាដល់ voice over ទៅលើ mic លើ PC អញ្ចឹងណាសិតតែរាល់ដងគឺខ្ញុំយកវីដេអូហ្នឹងមក voice នៅលើទូរស័ព្ទទេអត់ដែល voice នៅលើ PC ទេដល់ពេលយកមក voice លើ PC អញ្ចឹងទៅពេលខ្លះសលេងឮរៀងតិចពេលខ្លះសលេងឮរៀងខ្លាំងដោយសារខ្ញុំសេរីអត់ទាន់ត្រូវអញ្ចឹងសង្ឃឹមថាតើគ្នានឹងយកយល់ផងនៅចំណុចមួយនេះតោះឥឡូវហ្នឹងគឺកុំឲ្យខាត់ពេលកាន់តែយូរទៀតធ្វើការធ្វើប្លង់ធ្វើផ្ទះតែម្ដងហើយធ្វើផ្ទះសារហ្នឹងគឺខ្ញុំមើលតាម TikTok ទេតើគ្នាដោយសារតែខ្ញុំមិនចេះធ្វើផ្ទះទេលេងសម្រាប់រាល់ដងហ្នឹងធ្លាប់តែឲ្យ builder ខ្ញុំហ្នឹង copy ផ្ទះដាក់ copy ផ្ទះដាស់តែឥឡូវហ្នឹងគឺខ្ញុំបដិញ្ញាចិត្តខ្លួនឯងថាមកលេង survival ហើយក៏បានទៅអង្គុយមើល YouTube មក YouTube
មើល TikTok ឲ្យធ្វើផ្ទះខ្លួនឯងទៅនេះកំពុងតែរៀបប្លង់ជីចយរាប់ផងអីផងហ្នឹងខ្លាចខុសអញ្ចឹងណាហើយផ្ទះហ្នឹងទូចទេបងប្អូនវាមកល្មមនៅម្នាក់ឯងចាំបាច់ទៅធ្វើធំអីណាស់ណាអញ្ចឹងធ្វើការរាប់ប្លុកឲ្យដាក់ផ្លាប់ពេញហ្នឹងមកនេះឃើញទេហើយខ្ញុំកាត់ទេតើគ្នាសារតែកន្លែងធ្វើផ្ទះហ្នឹងខ្ញុំមើលបតាខ្ញុំធ្វើបតាហើយគឺវាឈប់រហូតដល់ចឹងអីអូខេមើលតាមហ្នឹងបណ្ដោយហ៎ ហើយបន្ទាប់ពីខ្ញុំជីកដីអីមួយថ្ងៃហ្នឹងហើយខ្ញុំទប់តែនឹកឃើញតើគ្នានៅក្នុងស្រុកកេសរយើងហ្នឹងក៏យើងអាចលក់ជាមួយនឹងដីបានដែរតើគ្នាអញ្ចឹងនៅពេលដែលយើងជីកដីបានច្រើនអីហ្នឹងគឺយើងអាចយកទៅលក់បានតើគ្នា /sell GUI មកនេះវានឹងចេញមកហើយអញ្ចឹងយើងធ្វើការដាក់ដីដាក់របស់ដែលយើងចង់លក់ចូលអញ្ចឹងណាហើយខ្ញុំក៏រៀងភ្លេចដែរថាមានលក់អីបានខ្លះអញ្ចឹងចិត្តទៅដាក់ចូលសិនទៅណេះបាន$202ដែរតាកោសេរីតោះឥឡូវហ្នឹងគឺយើងបន្តការងារយើងបន្តទៀត It's my happy day, I want to sing it all the day. My best friends are always with me. We sing, we dance, we laugh, we are happy every day. Have fun with us, let's say happy, 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 happy. Happy. តបន្ទាប់ពីយើងរៀបបាតខោមហើយហ្នឹងគឺយើងមកដាក់ជាមួយនឹងចិញ្ចាំងវិញម្ដងដល់គ្នានេះនៅពេលដែលយើងដាក់ខ្ពស់អញ្ចឹងទៅលោតចុះទៅក្រោមគឺវាមានអស់ឈាមអីទេឃើញអត់គឺវាបិទ full damage យកតែម្ដងដោយសារតែយើងមានជាមួយនឹងស្បែកជើង super boot ចឹងកុំភ្លេចណាបើចង់បានអីដល់គ្នាទៅអង្គុយ AK យកទៅហើយបន្ទាប់ពីខ្ញុំដាក់អញ្ចឹងនៅវាខ្វះថ្មឃើញថាការដុតឡ2ហ្នឹងគឺវាយឺតខ្លាំងមែនតើខ្ញុំក៏បានបន្ថែមជាមួយនឹង3ឡបន្ថែមទៀតដំបូងថាយកអាថ្មហ្នឹងយកមកដាក់តាដបូលទេប៉ុន្តែគឺយើងត្រូវការយកមកដាក់ជាមួយនឹងអញ្ចឹងដែរដល់គ្នាអញ្ចឹងខ្ញុំបានទៅកាប់ថ្មជាច្រើនតែខ្ញុំកាត់ចោលសារតែកន្លែងកាប់ថ្មហ្នឹងវាគ្មានអីសំខាន់ទេអញ្ចឹងហើយគឺយើងឡើងមកលើវិញដាក់ដុតយកតែម្ដងយើងបែកដាក់នេះបន្តិចនោះបន្តិចទៅដើម្បីឲ្យវាដុតរៀងលឿនអញ្ចឹងណាសត្វតែយើងត្រូវការច្រើនណាស់តើគ្នាហើយបន្ទាប់ពីខ្ញុំរៀបចំដាក់ថ្មនឹងដុតអស់អញ្ចឹងទៅខ្ញុំក៏ធ្វើការ AAK ចោលនៅហ្នឹងដើម្បីដុតថ្មហ្នឹងហើយបន្ទាប់ពីថ្មដុតរួចអស់ហ្នឹងខ្ញុំក៏បានប្រមូលវាឲ្យធ្វើជា stone brick ដើម្បីទៅបន្តការពារផ្ទះរបស់យើងទៀតតោះឥឡូវហ្នឹងគឺយើងធ្វើការជីកប្រឡោះធ្វើជាទ្វារហើយនឹងប្អួចអូខេចោះប្រឡោះប៉ុណ្ណឹងហើយគឺយើងទុកសម្រាប់ដាក់ប្អួចជាមួយនឹងទ្វារឥឡូវហ្នឹងគឺយើងធ្វើការមកក្រាស់ជាមួយនឹងស្ទែដើម្បីទៅដាក់តែម្ដងអូខេឥឡូវហ្នឹងគឺយើងធ្វើការដាក់ស្ទែមកបន្តមកទៀតគឺដាក់ជាមួយនឹងលបងនៅខាងគៀននេះដំបូងយើងដាក់លបងថ្មហើយដាក់ជាមួយនឹងលបងឈើផងដែរនេះដោតវាអញ្ចឹងមកបន្តមកទៀតគឺយើងតម្លាក់មួយជាមួយនឹង campfire នៅខាងលើហ្នឹងហើយយើងធ្វើការដាក់ម្ខាង3បន្តមកទៀតគឺធ្វើការផលិតភ្លើងតែម្ដងកុំឲ្យវាតុកហុយអញ្ចឹងមិនស្រួលគេគិតថាយើងនឹងឆេះទេហើយទៅអញ្ចឹងគឺយើងធ្វើការយកប៉ែលមកផលិតមកមិនបាច់ចាក់ទឹកទេមានតែប៉ែលមួយហ្នឹងគឺផលិត campfire ហ្នឹងគឺបានហើយបន្ទាប់ពីផលិត campfire ហើយតើអ្នកអាចមើលបាននេះយើងដាក់ទ្វារហើយហ្នឹងគឺវាចេញរូបរាងតិចតួចហើយចាប់ផ្ដើមបន្តទៀតឥឡូវហ្នឹងគឺយើងមកធ្វើការជាមួយនឹងដាក់ចតើនៅចំហៀងហើយកន្លែងដាក់ចតើហ្នឹងគឺវាញ៉ៃមែនតើអ្នកគ្នាធ្លាក់ផងអីផងគិតទៅយើងអត់មានជំនាញខាង build អញ្ចឹងមែនណាគ្រាន់តែធ្វើផ្ទះតាមគេហើយនៅវេទនាទៀតចឹងហើយបន្ទាប់ពីខ្ញុំដាក់ចតើនឹងហើយហ្នឹងគឺវាចេញរូបរាងបែបនេះមិនដែរតើគ្នាមិនដែរលុយតិចទៅនេះតោះយើងបន្តការងារយើងទៀតនេះតើគ្នាអាចមើលបានខ្ញុំដាក់ឲ្យមើលមកណការដែលសារតែពិបាក record មែនតើតើគ្នាខ្ញុំដាក់ប្លុកខុសហើយកាត់ច្រើនដងដល់ពេលចឹងហើយខ្ញុំឲ្យ resource តើគ្នាមើលតែម្ដងទៅអានេះគឺយើងដាក់តសហើយបន្ទាប់ពីដាក់តសហើយនេះគឺយើងដាក់ជាមួយនឹងជញ្ជាំងខាងលើអូខេតោះទៅមុខទៀតបន្ទាប់ពីអញ្ចឹងហើយគឺយើងធ្វើការមកដាក់ដំបូលយកតែម្ដងនេះហើយកន្លែងដាក់ដំបូលហ្នឹងក៏វាញ៉ៃដែរហើយតើអ្នកឃើញខ្ញុំហោះតិចថា
លេង hack អីទៅអាហ្នឹងដោយសារតែមាន rank streamer អញ្ចឹងមិនហោះបានតឥឡូវយើងធ្វើការដាក់ដំបូលជាបន្តទៀតហើយអារឿងធ្វើផ្ទះហ្នឹងខ្ញុំមកចូលចិត្តធ្វើដោយសារតែស្អប់រឿងធ្វើដំបូលហ្នឹងឯងឃើញផ្ទះមួយនេះគឺគេធ្វើដំបូលរៀងស្រួលអញ្ចឹងខ្ញុំក៏បានយកមកធ្វើបណ្ដោយទៅហើយឥឡូវហ្នឹងក៏ប្រហើយដំបូលអញ្ចឹងផ្ទះហ្នឹងគឺ99%ហើយមកភាគរយទៀតហ្នឹងគឺខ្វះតែកញ្ចក់ទេ មិនដែរតើគ្នាផ្ទះនេះវាទូចមកល្មមនៅម្នាក់ឯងប៉ុណ្ណឹងគឺវាគ្រាន់ហើយចឹងបើខាត់ពេកកាន់តែយូរទៀតទេយើងធ្វើការចេញដំណើរទៅរកខ្សាច់ដើម្បីយកមកធ្វើកញ្ចក់តែម្ដងហើយនៅចិត្តនេះខ្ញុំដូចជាបានឃើញខ្សាច់អូនេះនៅខាងក្រោមនេះអញ្ចឹងយើងធ្វើការចោះទៅជីកខ្សាច់នឹងតែម្ដងទៅដើម្បីយកមកប្រហើយផ្ទះយើងឲ្យគ្រប់100%យីជីកខ្សាច់សុកសុងទៅឈ្មោលចូលក្នុងដីព្រាខ្លួនឯងនៅក្នុងទឹកដល់ក៏មកអញ្ចឹងយើងមកជីកពីលើទឹកវិញមិនវាស្រួលតគ្នាជីកនៅក្នុងទឹកហ្នឹងគឺវាប្រវេទនាជីកឲ្យគឺយូរទៀតចឹងធ្វើការលោតចោះមករើសជាមួយនឹងខ្សាច់របស់យើងហើយជីកបន្ថែមទៀតដើម្បីប្រគ្រប់យកទៅប្រហើយផ្ទះ100%អូខេបន្ទាប់ពីយើងជីកខ្សាច់បានហើយគឺធ្វើការដាក់ដុតរួចក្នុងរយៈពេលដែលយើងរងចាំអាកញ្ចក់ហ្នឹងវាបានហ្នឹងធ្វើការ6អីវ៉ាន់ចូលទៅក្នុងផ្ទះតែម្ដងទៅដោយសារតែឥឡូវយើងមានផ្ទះហើយអីវ៉ាន់ទុកនៅក្រៅផ្ទះអីទៀតគឺធ្វើការប្រមូលអីវ៉ាន់ទាំងក្នុងឆេតទាំងក្នុងអាកន្លែងនៅជាប់លែនកណ្ដឹងអីនេះប្រមូលដាក់ក្នុងផ្ទះអស់ហើយនេះគឺជាធម្មសម្បត្តិដែលបានមកពីចក្រេត AK ហ្នឹងឯងដល់គ្នាឲ្យមើលទៅសុទ្ធតែបថៅច្រើនមែនតើអញ្ចឹងខ្ញុំជឿពេលដល់គ្នាឲ្យថាលេងហ្នឹងគឺចាក់បានតែបថៅពិតមែន តែខ្ញុំសេរីមែនតើខ្ញុំសេរីហើយប៉ុន្តែក៏វានៅតែអញ្ចឹងនៅពេលអញ្ចឹងខ្ញុំបាក់ថាដែរតើឥឡូវហ្នឹងគឺយើងប្រមូលអីវ៉ាន់ទុកអស់ហើយធ្វើការមកធ្វើកញ្ចក់អំបែកដាក់ធ្វើតែម្ដងដល់គ្នានេះគឺយើងដើរដាក់កញ្ចក់មកទាំងលើទាំងក្រោមផ្ទះអីចឹងទៅនៅក្រោមផ្ទះនេះគឺវាមាន4ប្លោះហើយដល់ពេលនៅខាងលើនោះទៀតគឺយើងដាក់ពីក្រៅមកវិញនេះគឺមានច្រើនប្លោះដែរអញ្ចឹងមានប្លោះទាំងប្រមាណហ្នឹងគឺយើងធ្វើការដាក់កញ្ចក់អស់មកអាខាងនេះ2ទៀតអីចឹងទៅនេះគឺមកប្លោះទាំងអស់ហ្នឹងដាក់កញ្ចក់មកឲ្យខ្ញុំរៀងស្រាវដែរតើគ្នាកញ្ចក់ហ្នឹងនៅពេលដែលយើងដាក់ហើយហ្នឹងគឺខុសបែកទេនេះឃើញអត់ពេលដាក់ខុសអញ្ចឹងគឺយើងអាចជីកបានទៅតើមានសៀថាច់អញ្ចឹងឲ្យតែខុសឲ្យមានតែបែកចោលអូខេឥឡូវហ្នឹងគឺយើងធ្វើការដាក់កញ្ចក់ហើយផ្ទះយើងគឺហើយ100%ទេតើគ្នាដូចជាតិមានអីទៀតទេហើយនៅពេលដែលផ្ទះយើងហើយ100%វីដេអូហ្នឹងក៏បញ្ចប់ត្រឹមហ្នឹងដែរអេពីសូតទី1នៅក្នុង server គេសធ្វើបានផ្ទះមួយអញ្ចឹងអេពីសូតក្រោយៗទៀតខ្ញុំនឹងព្យាយាមនិយាយតិចហើយវីដេអូច្រើនវិញដល់គ្នាតែរំថាវីដេអូថ្ងៃហ្នឹងគឺនិយាយច្រើនខ្លាំងអញ្ចឹងក៏អធិស្ឋានដែរដល់គ្នាវីដេអូអេពីសូតទី1កុំប្រកែកប្រកាន់អីវីដេអូក្រោយៗខ្ញុំនឹងព្យាយាមនិយាយតិចជាងហ្នឹងអូខេបាយបាយ